ได้អ្នកទាំងអស់គ្នាតើអ្នកទាំងអស់គ្នាដែលឮភ្លេងនេះអត់នេះគឺជាបទភ្លេងដែលពោរពេញទៅដោយក្តីស្រឡាញ់និងការប្រាថ្នាចង់បាននារីម្នាក់មកនៅក្បែរកាយមានចំណងជើងថាឡាវរឿនរឿនថ្ងៃនេះខ្ញុំនឹងមកនិយាយរៀបរាប់ពីប្រវត្តិស្នេហារបស់ម្ចាស់បទភ្លេងមួយនឹងនៅចន្លោះឆ្នាំ1810ទៅ1910ទៀមមានស្ដេចក្រុងរាជគឺស្ដេចจุฬាលង្កនឬគេហៅថារាមាទី5ស្ដេចរាមាទី5មានបុត្រាចំនួន32អង្គហើយនិងបុត្រីចំនួន44អង្គក្នុងចំណោមបុត្រទាំងនោះគឺមានព្រះអង្គភិនផฒនាភុងជាបុត្រាមួយអង្គក្នុងចំណោមបុត្រាផ្សេងៗទៀតរបស់ដាច់จุฬាលង្កនទ្រង់ប្រសូតនៅថ្ងៃទី13ខែកញ្ញាឆ្នាំ1884មានព្រះមេដាព្រះនាមថាមរកតភិនគុណនៅឆ្នាំ1903គាត់បានចេញទៅសិក្សាជំនាញកសិកម្មនៅចក្រភពអង់គ្លេសនៅពេលនោះគឺគាត់មានអាយុ19ឆ្នាំបន្ទាប់ពីបញ្ចប់ការសិក្សាមកគាត់ក៏ចាប់ផ្ដើមចូលបម្រើការងារជាមន្ត្រីលេខាធិការនៅក្រសួងអប់រំព្រះអង្គភិនផฒនាភុងគាត់មានចំណងចំណូលចិត្តខាងតន្ត្រីថៃក៏ដូចជាឧបករណ៍តន្ត្រីផ្សេងៗទៀតហើយគាត់អាចលេងឧបករណ៍ភ្លេងបានច្រើនប្រភេទទៀតផងគាត់ក៏បានបង្កើតនៅក្រុមតន្ត្រីថៃមួយដែលមានឈ្មោះថាក្រុមតន្ត្រីព្រះអង្គភិននៅពេលដែលគាត់ត្រឡប់មកពីចក្រភពអង់គ្លេសមិនយូរប៉ុន្មានគាត់ក៏បានធ្វើដំណើរទៅលេងឈៀងម៉ៃនៅពេលនោះដែរគឺជារាជធានីរបស់អាណាចក្រឡាន់ណាអ្នកដែលដឹកនាំទឹកដីឈៀងម៉ៃនៅពេលនោះមានព្រះនាមថាព្រះអង្គអ៊ីនថាវររតសូរិយវង្សព្រះអង្គភិនផฒនាភុងក៏ត្រូវបានខាងឈៀងម៉ៃនឹងគាត់ទទួលស្វាគមន៍យ៉ាងកក់ក្ដៅដោយមានការទទួលដោយមហោប្រពៃណីនិងរបាំរបស់អាណាចក្រឡាន់ណានៅពេលដែលគាត់កំពុងតែទទួលទានអាហារពេលល្ងាចនឹងគាត់ក៏បានជួបនៅនារីវ័យ16ឆ្នាំម្នាក់ដែលមានរូបឆោមតាក់ចិត្តគាត់ភ្លាមហ្មងនារីម្នាក់ដែលមានរូបរាងរូបឆោមស្អាតហ្នឹងគឺជាព្រះនាងឈុំឈឿនគឺជាកូនស្រីច្បងនៃគ្រួសារតកូលរាជវង្សឈៀងម៉ៃគាត់ក៏បានសុំរាជវង្សប្រទាននៅមង្គលការឲ្យពួកគាត់ទាំងពីរប៉ុន្តែដោយសាររាជវង្សទៀមចាត់ទុកតកូលឈៀងម៉ៃថាជាឋានៈតូចទាបហើយថាបើសិនជានាងបានរៀបការជាមួយនឹងព្រះអង្គក៏នាងអត់អាចទទួលបានងារជាប្រពន្ធដើមដែរបានធម្មតាជាស្នំមេអត់អាចទទួលបានងារជាប្រពន្ធស្របច្បាប់ឬក៏ប្រពន្ធពេញសិទ្ធិឡើយហើយណាមួយនោះឈៀងម៉ៃមានតំណែងតំណងការទូតល្អជាមួយនឹងភូមាដែលអាចនិយាយបានថាជាសត្រូវរបស់ថៃនៅពេលនោះទើបរាជវង្សទាំងពីរបដិសេធការរៀបអភិសេករបស់ពួកគាត់ទាំងពីរគាត់ក៏ចាក់ចែងពីទឹកដីឈៀងម៉ៃទាំងការឈឺចាប់និងការខូចចិត្តរាល់ពេលដែលមានខ្យល់បក់ពីទិសខាងឈៀងម៉ៃមកគឺគាត់តែងតែមានអារម្មណ៍សោកសៅហើយក៏បាននិពន្ធនៅបទចម្រៀងមួយដែលមានចំណងជើងថាឡាវរឿងរឿនប្រែមកថាព្រះច័ន្ទជាទីស្នេហាគាត់តែងតែលេងនៅបទភ្លេងមួយនឹងរាល់ពេលដែលគាត់នឹកដល់ព្រះនាងឈុំឈឿនជារៀងរាល់យប់ហើយរហូតដល់ថ្ងៃគាត់អស់ជីវិតក្រោយមកនៅថ្ងៃទី30ខែមិថុនាឆ្នាំ1903ស្ដេចจุฬាលង្កនគាត់បានរៀបអភិសេកឲ្យព្រះអង្គភិនផฒនាភុងជាមួយនឹងព្រះនាងវណ្ណវិល័យដែលត្រូវជាកូនស្រីប្រការរបស់ព្រះអង្គនរេវរៈរាជបើតាមខ្ញុំដឹងពួកគាត់ទាំងពីរគឺជាបងប្អូនជីដូនមួយខាងបិតាហើយពួកគាត់ទាំងពីរក៏មានចំណងអាពាហ៍ពិពាហ៍ដោយប្រសូតបានបុត្រចំនួន2អង្គលុះពេលឈានដល់វ័យ27ឆ្នាំនៅថ្ងៃទី11ខែវិច្ឆិកាឆ្នាំ1909គាត់ក៏បានស្លាប់មានពាក្យចចាមអារាមថាការស្លាប់របស់គាត់គឺដោយសារតែគាត់គ្រាំគ្រាបឯដងហើយខូចចិត្តរឿងស្នេហារបស់គាត់ដំណឹងនេះក៏បានឮទៅដល់ព្រះនាងឈុំឈឿនហើយគាត់ឮហើយក៏សោកសៅហើយនឹងឈឺចិត្តខ្លាំងមួយឆ្នាំក្រោយមកព្រះនាងឈុំឈឿនក៏បានស្លាប់ទៅតាមដែរនៅវ័យ23ឆ្នាំពួកគាត់ទាំងពីរអាចនឹងមានឧបសគ្គមិនបានជួបគ្នានៅជាតិនេះប៉ុន្តែពួកគាត់ប្រហែលជាបានជួបគ្នានៅជាតិខាងមុខហើយណារបស់ពួកគាត់ទាំងពីរមានមនុស្សទូទាំងពិភពលោកចងចាំមកជាច្រើនចំនួនរហូតមកដល់បច្ចុប្បន្នហើយនឹងអនាគតវីដេអូមួយហ្នឹងក៏បានមកដល់ទីបញ្ចប់ហើយក៏សូមអរគុណអ្នកទាំងអស់គ្នាហើយក៏សូមទោសប្រសិនបើខ្ញុំមានកំហុសខុសឆ្គងខាងណា